គ្រូនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រុមពួកយើងនឹងមកបង្ហាញអំពីគម្រោង STEM មួយដែលមានឈ្មោះថាគម្រោងឧបករណ៍ជំនួយការចតយន្តនៅពេលមានឧបសគ្គនេះធ្វើឡើងដើម្បីជួយឲ្យអ្នកបើកបរមានភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់ជាងមុនគម្រោងនេះគឺជាគម្រោងអេឡិចត្រូនិកតូចមួយបាតដែលអាចវាស់ចម្ងាយរវាងរថយន្តទៅកាន់ឧបសគ្គដូចជាជញ្ជាំងឬក៏រថយន្តផ្សេងនៅពេលរថយន្តជាឧបសគ្គឧបករណ៍នេះនឹងផ្ដល់សញ្ញាសំឡេងពង្រៀនដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ននិងជំនួយដល់ការចតរថយន្តឲ្យមានភាពល្អប្រសើរសម្រាប់គម្រោងនេះពួកយើងបានប្រើប្រាស់នៅគ្រឿងបង្គុំសំខាន់ៗរួមមានដូចជាទី1 Arduino Uno ទី2 Ultrasonic Sensor ប្រភេទ CH-OR4 សម្រាប់វាស់ចម្ងាយទី3 Booster LED resistance និងខ្សែ Wire Jumper សម្រាប់ចាប់ឧបករណ៍ទី4ខ្សែ USB សម្រាប់បញ្ចូលកូដរីឯទី5 Adapter សម្រាប់ទប់គុំភ្លើងទៅកាន់ឧបករណ៍ទី6 Keyboard ចំពោះគ្រឿងបង្គុំនេះគឺអាចរកបានងាយសម្រាប់សិស្សានុសិស្សដែលរៀននៅវិទ្យាល័យស្អាតសន្តិភាពគឺអាចរកទិញបានតាមរយៈលោកគ្រូនំសវណ្ណរាជដែលគាត់មានលក់គ្រឿងបង្គុំទាំងនេះជាលក្ខណៈឆុតនិងមានតម្លៃសមរម្យទៀតផងការភ្ជាប់ដំបូងយើងភ្ជាប់ sensor ទៅកាន់ Arduino ដើម្បីវាស់ចម្ងាយពីឧបសគ្គបន្ទាប់មកយើងភ្ជាប់ LED និង booster ទៅកាន់ Arduino ដូចគ្នានៅពេលដែលចង់វាស់ចម្ងាយកាន់តែខ្លី Arduino នឹងបញ្ជាឲ្យ LED លឺនិង booster លឺសំឡេងខ្លាំងៗដំបូងខ្ញុំភ្ជាប់ Ultra Sensor Sonic ជាមុនសិន Sensor មាន4ខ្សែគឺ VCC, Ring, Pico និង GND ខ្សែ VCC គឺភ្ជាប់ទៅ 5V លើ Arduino GND ភ្ជាប់ទៅ GND Ring ភ្ជាប់ទៅ Digital 9 Pico ភ្ជាប់ទៅ Pin Digital 10ពួកការភ្ជាប់ Booster វិញ Booster ជាឧបករណ៍មានជើង2មានបូកហើយនិងដកបូកភ្ជាប់ទៅ Pin Digital 6ចំណែកឯដកភ្ជាប់ទៅ GNDបន្ទាប់ពីយើងបានតគ្រឿងបង្គុំរួចមកយើងត្រូវការតេស្តសាកល្បងនេះជាលទ្ធផលដែលតេស្តសាកល្បងនៃឧបករណ៍ជំនួយការចតរថយន្តរបស់ពួកយើងឃើញថាឧបករណ៍នេះបានវាស់ចម្ងាយយ៉ាងត្រឹមត្រូវបាននៃគម្រោងរបស់ពួកយើងមានការបន្ថយគ្រោះថ្នាក់ជំនួយដល់ការចតរថយន្តជួយការពារផ្ទៃខាងក្រោយនៃរថយន្តពេលយើងហើយមើលមិនឃើញពីគម្រោងល្អសម្រាប់សិក្សារៀនសូត្រចំណាយថវិកាតិចទៅលើការជួសជុលរថយន្តសំពេលវេលានិងធ្វើឲ្យអ្នកបើកបរមានទំនុកចិត្តនិងមានសុវត្ថិភាពតែមើលឃើញពីគុណសម្បត្តិនៃគម្រោងរបស់ពួកយើងនេះហើយទើបពួកយើងបានបង្កើតគម្រោងនេះឡើងដើម្បីជួយសម្រួលដល់ការចតរថយន្តទាំងក្នុងសាលានិងមានសុវត្ថិភាពគុណសម្បត្តិនេះមានដូចជាទី1ប្រព័ន្ធ sensor វាចាប់ចម្ងាយបានត្រឹមត្រូវល្អដូចជាទឹកភ្លៀងធូលីនិងវត្ថុដែលមានពណ៌ស្រាលៗធ្វើឲ្យវាបោះចម្ងាយបានត្រឹមត្រូវតាមស្តង់ដារនោះទេទី2វាប្រើប្រាស់ប្រព័ន្ធភ្លើងឬបាក់តេរីមានបញ្ហានឹងធ្វើឲ្យឧបករណ៍ទាំងមូលមិនអាចដំណើរការបានទេទី3វាមិនអាចជំនួសក្នុងការមើលដោយផ្ទៃផ្ទាល់ 100% បាននោះទេគោលគឺអ្នកបើកបរទាំងអស់ត្រូវតែមានបំរុងទុកជាមុនការដំឡើងត្រូវការជំនាញគោលគឺអ្នកដំឡើងឧបករណ៍ត្រូវតែមានជំនាញវិជ្ជាជីវៈត្រឹមត្រូវឬការសិក្សាស្វែងយល់នោះទេវានឹងអាចធ្វើឲ្យឧបករណ៍ចាប់ចម្ងាយបានល្អឬខូចឧបករណ៍ជាដើមគ្រប់មកគម្រោងឧបករណ៍ជំនួយការចតរថយន្តនេះពិតជាមានសារៈសំខាន់ណាស់ពីព្រោះវាអាចជួយសម្រួលដល់ការចតរថយន្តឲ្យមានភាពល្អប្រសើរគម្រោងនេះអាចយកមកអនុវត្តជាក់ស្ដែងបានក្នុងនាពេលអនាគតយើងអាចអភិវឌ្ឍបន្ថែមបានដូចជាការដាក់ចម្ងាយពីក្រោយចម្ងាយជាលក្ខណៈផ្ដេកប្រើ Bluetooth ភ្ជាប់ទូរស័ព្ទឬបង្កើតប្រព័ន្ធ Smart Hacking ពេញលេញមួយជាចុងក្រោយខ្ញុំសូមអរគុណចំពោះការទស្សនាវីដេអូនិងសូមអរគុណដល់លោកគ្រូនិងមិត្តៗទាំងអស់ដែលបានគាំទ្រគម្រោងនេះសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អនិងសុខភាពល្អសូមអរគុណ